តកតងជាមួយនឹងយាមថ្ងៃពហុយាមថ្ងៃពហុគឺចាស់បុរាណលោកឲ្យដើរនៅយាមព្រៀងយាមព្រៀងនេះគឺចន្លោះម៉ោង6 AM ទៅដល់ម៉ោង7:20 AM នឹងមួយនឹងយាមពលឺតូចមួយទៀតគឺម៉ោង8:40 AM ទៅដល់ម៉ោង10 AM ហ្នឹងហើយនឹងយាមពលឺធំនឹងយាមពលឺធំមួយទៀតគឺម៉ោងចន្លោះម៉ោង10 AM ទៅដល់ម៉ោង11:20 AM ហ្នឹងហើយនឹងយាមរសៀលហ្នឹងគឺចាស់បុរាណលោកឲ្យដើរនៅចន្លោះម៉ោង12:40 នាទី PM ទៅដល់ម៉ោង2 PM ហ្នឹងហើយនឹងយាមប្រលប់គឺចាស់បុរាណលោកឲ្យដើរនៅចន្លោះម៉ោង4:40 នាទី PM ទៅដល់ម៉ោង6 PM ល្ងាចថ្ងៃពហុនេះផងដែរបើនិយាយពីយាមយប់ហ្នឹងយាមយប់គឺយាមប្រលប់ធំនឹងចាស់បុរាណលោកឲ្យដើរពីចន្លោះម៉ោង6 PM ទៅដល់ម៉ោង7:20 នាទី PM ប្រលប់ធំហ្នឹងហើយសម្រាប់យាមមន់រងាវទឹកជូរហ្នឹងហើយគឺលោកឲ្យដើរនៅចន្លោះម៉ោង10 PM ទៅដល់ម៉ោង11:20 PM គឺជិតដល់កណ្ដាលអាទិត្យណាហ្នឹងហើយនឹងយាមផ្កាយជ្រេនេះគឺម៉ោង12:40 PM ទៅដល់ម៉ោង2 AM យប់អាធ្រាត្រហ្នឹងហើយនៅទៀបភ្លឺវិញលោកឲ្យដើរនៅយាមទៀបភ្លឺគឺចន្លោះម៉ោង2 AM ទៅដល់ម៉ោង3:20 AM ទៀបភ្លឺហ្នឹងហើយចន្លោះម៉ោងគេហៅថាយាមថ្ងៃរះហ្នឹងគឺម៉ោង4:40 AM ទៅដល់ម៉ោង6 AM ហ្នឹងគឺយាមថ្ងៃរះហ្នឹងហើយអញ្ចឹងយកសភៅយកប៊ិចមកកត់ទៅតាមវីដេអូដែលបានថតមកនេះហ្នឹងហើយស្ដាប់មិនទាន់ខាស្តុបដើម្បីថតដើម្បីកត់ដើម្បីទុកយាមទុកក្បួននេះហ្នឹងហើយឲ្យកូនខ្មែរចំនួនក្រោយទៀតបានសិក្សាបានរៀនសូត្រហ្នឹងហើយឲ្យបានចេះបានដឹងហ្នឹងហើយត្រូវប្រឹងប្រែងក្រងក្បួនខ្មែរក្បួនបុរាណរបស់យើងនឹងឲ្យបានរៀនបានសូត្រឲ្យបានចេះបានដឹងហ្នឹងហើយដើម្បីទុកតកូនតចៅជាប្រយោជន៍ណាស់